ជំរាបសួរថ្ងៃនេះងើបមកជាមួយនឹងអារម្មណ៍ស្រស់ស្រាយយើងបាននៅសមុទ្រហើយក៏ដើរទៅលេងនៅឆ្នេរដើរមើលក្តាមដើរលំហែប៉ុន្តែការថាថ្ងៃនេះភ្លៀងតាំងពីព្រឹកភ្លៀងមកសាច់រត់តែយើងធ្វើបែបលក្ខណៈ enjoy the moment ក៏មិនកើតចាចេញពីនេះមកពេលនេះខ្ញុំត្រូវទៅទីរំខានកពតតែមុននឹងទៅដល់ទីរំខានកពតក៏ចង់ទៅលេងនៅប្រាសាទនៅនឹងភ្នំឈ្ងោកតែចៃដន្យអីមើលតាម Google Map ហ្នឹងចូលខុសច្រកអញ្ចឹងច្រកនេះមិនមានច្រកចូលប្រាសាទទេគឺចូលទៅលអាងមានលអាង3-4នេះដែរតែខ្ញុំមិនបានដែរចូលដល់ក្នុងទេហ៊ានដែរចូលទៅត្រឹមហ្នឹងដោយសារតែស្ងាត់ពេកអត់ឃើញមានអ្នកណានៅសោះពីដើរចូលមកឡើងទៅជាទឹកលឹងថ្លាមើលឃើញត្រីហែលនៅក្នុងក្រោមខ្ញុំចង់ចូលក្នុងតទៀតតែអត់ហ៊ានហើយក៏ចេញមកវិញទៅចាំលើកក្រោយហើយខ្ញុំអស់ភាពក្លាហានក្នុងការចូលរីស្ដាយសិតចង់មើលប្រាសាទតែអត់ហ៊ានចូលនេះឯងចាំខ្ញុំចាំលើកក្រោយចាំមកដល់ទៀតនៅពេលដែលមានគ្នាសិតជាបានឃើញសងឬក៏ចាស់សាឬក៏គ្មានអ្នកតែអ្នកខ្លះសមអត់ក៏ជួយដែរអត់ឃើញអ្នកណាវិញសោះសាលីកូរ៉េវត្តសាស្ត្រក្នុងក្បាលរមាសនៅជិតនេះឯងចាប់ផ្លូវដែលយើងជិះចូលចាប់ទៅបននៅមានអីខ្លះពិសេសមិនខ្លះចាប់ទៅបននៅអត់សាលីកូរ៉េវត្តសាស្ត្រខ្ញុំក្បាលរមាសគេយឺតអាចសាកបងឡើងបានតែខ្ញុំមិនយ៉ាងទេមួយចាស់យ៉ាងណានេះទៅចង់ទៅសហគមន៍នេសាទតពាំងសង្កែនៅក្បែរនេះដែរចាំមករឿងសិនឥឡូវយើងនៅសមម៉ោងតែឡើយម៉ោងទៅ11នៅសហគមន៍នេះអត់សូវឆ្ងាយពីភ្នំក្បាលរមាសប៉ុន្មានទេចាហើយយើងអាចមកលេងព្រៃកោងកាងមកគេងទេសនាឬក៏មកជិះទូកទៅលេងសមុទ្រនៅកណ្ដាលបានណាជិះទូកមើលព្រៃមើលកន្លែងលោកនេសាទរបស់ប្រជាជននឹងឯង
បើសិនជាដល់ទលេកន្លែងគេធ្វើសម្រាប់ដាក់យោត្រីនឹងឯងនៅនេះខែជាកន្លែងដាក់យោត្រីដែលដឹងឡើងក្នុងបុគ្គលនឹងពីរដងហើយតែបច្ចេកជាណាឡើងថ្ងៃនេះទេតែបានជីកទៅឡើងជុំយរួមប្រមាណដល់ប្រហែលថ្ងៃនេះគឺរំភើបគ្រប់កន្លែងបណ្ដោយព្រោះបច្ចេកគឺជាកន្លែងថ្មីអត់ដែលបានត្រឹមតែពីមុនហើយនឹងកន្លែងដែលចាស់ដូចជាមានតែឆ្នេរកែបហើយនឹងភ្នំបូកគោទេហើយភ្នំបូកគោហ្នឹងគឺអត់ដែលបានជិះម៉ូតូឡើងទេហើយសម័យថាចង់ជិះម៉ូតូឡើងឲ្យបានម្ដងចឹងថ្ងៃលើថ្ងៃនេះបានសម្រេចហើយគឺជិះម៉ូតូឡើងលើភ្នំបូកគោចាអត់ដឹងថានឹងឆ្ងាយពេលប្រហែលមកនៅលើនោះទេប៉ុន្តែនឹងព្យាយាមស្រូតមកវិញឲ្យបានម៉ោង5សិតតែពពកខ្ញុំកំពុងតែនៅក្នុងពពកទី4គឺចាប់ប៉ុណ្្នឹងឯងស្អែកជិះទៅស៊ីមវិញហើយបាយ